ពុកម៉ែដែលមានឡានជិះមកទឹកគួរតែមួយឆ្នាំពីរឆ្នាំអីយើងចូលឆែកជាងមួយសាទៅកុំឲ្យដូចឡានបងប្រុសទិញតពីម្ចាស់មុនមកមិនដឹងថាគេលាងទេពេលគាត់ជិះមកចេះតែខ្យល់ចេញខ្សោយវាអត់ចេញលះបើកចង់មកកឹបហើយក៏នៅតែចេញខ្សោយហើយអត់តិចគាត់យកទៅឆែកជាងគេគាត់ទៅបញ្ចូលហ្គាសអីឲ្យតែគេអត់ដោះលាងទេពេលជាងគាត់យកមកក្រាញឲ្យឆែកមើលឃើញស្ទះចេកក្នុងហើយចឹងមានតែរើលាងសម្អាតពេលយើងរើលាងសម្អាតហើយយើងបានបិទប៉ង់បិទក្លិនពីក្រៅកុំឲ្យដេកចូលឆាប់ស្ទះកញ្ឆេងពេលយើងបិទប៉ង់បិទអីហើយខ្យល់មកចេញលះហើយបើកតែមួយកម្មពីរកម្មចេញខ្លាំង